សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបនៃការ lock ទៅលើកម្មវិធីអីមួយនៅក្នុងទូរស័ព្ទ iPhone របស់យើងឧទាហរណ៍ថាខ្ញុំចង់ lock កម្មវិធី YouTube មួយ lock កម្មវិធីហ្នឹងគឺនៅពេលដែលយើង lock វាទៅយើងមិនអាចចេញពីកម្មវិធីហ្នឹងបានទេឧទាហរណ៍ថាទូរស័ព្ទរបស់យើងយកទៅចាក់ចម្រៀងចាក់អីចឹងទៅយើងទុកវាចោលប៉ុន្តែយើងអត់ចង់ឲ្យអ្នកណាគេមកឆែកឆេរទូរស័ព្ទរបស់យើងបានទេយើងចង់ lock ឲ្យនៅតែក្នុងកម្មវិធីហ្នឹងទេតើតែយើងជាម្ចាស់នៃទូរស័ព្ទមិនយើងអាចដោះ lock វាបានដោយយើងប្រើ password របស់យើងអញ្ចឹងដើម្បី lock កម្មវិធីហ្នឹងគឺយើងត្រូវចូលទៅកាន់ setting ការ lock នេះមិនមែនយើង lock បានទៅលើកម្មវិធី YouTube មួយបានទេគឺយើងអាច lock បានទាំងអស់មិនថាកម្មវិធី TikTok YouTube Instagram Facebook យើងអាច lock បានទាំងអស់ឲ្យទៅជាកម្មវិធីនៅលើទូរស័ព្ទរបស់យើងអញ្ចឹងដើម្បី lock គឺយើងត្រូវចូលទៅកាន់ setting បន្តមកទៀតបងប្អូនចូលទៅកាន់ setting មកបងប្អូននឹងឃើញបែបនេះនៅពេលដែលបងប្អូនចូលមកកាន់ setting ហើយបងប្អូនទាំងអស់គ្នាអូសមករើពាក្យថា accessibility រូបមនុស្សនេះចុចទៅលើវាមកបន្តមកទៀតបងប្អូន scroll ទូរស័ព្ទរបស់យើងមកខាងក្រោមរើមើលរូបសោនៅខាងក្រោមនេះរូបដែលមានសោមានត្រេនៅសងខាងនេះយើងចុចទៅលើវាទៅបន្តមកទៀតនៅពេលដែលបងប្អូនអត់ទាន់បានបើកវាបងប្អូននឹងឃើញបែបនេះគឺវាបិទនៅពេលដែលបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងកម្មវិធី line នឹងហើយគឺបងប្អូនទាំងអស់គ្នាឃើញទម្រង់បែបនេះគឺវាបិទកន្លែងដែលយើងត្រូវកំណត់វាហ្នឹងកន្លែងដែលយើងត្រូវចូលទៅ lock កម្មវិធីហ្នឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញវាបិទអញ្ចឹងបងប្អូនគ្នាចុចបើកមកតមកទៀតបងប្អូនទាំងអស់គ្នានឹងឃើញពាក្យថា passcode setting អញ្ចឹងយើងចុចទៅលើវាទៅដើម្បីយើងចូលទៅកាន់ការ lock កម្មវិធីតមកទៀតបងប្អូនចូលទៅកាន់ខាងលើនេះកន្លែង set នេះចុចទៅលើវាហើយវានឹងឲ្យយើងវាយ password ដែលបងប្អូនទាំងអស់គ្នាចង់ដាក់ password អីក៏បានឲ្យតែបងប្អូនទាំងអស់គ្នាចាំកុំឲ្យភ្លេចបើភ្លេចហ្នឹងអាចនឹងមានបញ្ហាផ្សេងៗអញ្ចឹង password យើងត្រូវតែចាំអញ្ចឹងករណីនេះខ្ញុំវាយ password ចូលបន្តមកទៀតវានឹងឲ្យយើងបញ្ជាក់ password នឹងម្ដងទៀតអញ្ចឹងយើងវាយ password មិញឡើងមកវិញមកប៉ុណ្ណឹងគឺយើងបានប្រើមុខងារនៃការ lock កម្មវិធីហើយអញ្ចឹងយើងបិទវាទៅបងប្អូនទាំងអស់គ្នាចូលទៅកាន់កម្មវិធីណាបងប្អូនដែលបងប្អូនចង់ lock អញ្ចឹងខ្ញុំចង់ lock កម្មវិធី YouTube មួយខ្ញុំចុចទៅលើកម្មវិធី YouTube មកអញ្ចឹងដើម្បី lock កម្មវិធីហ្នឹងឥឡូវខ្ញុំអត់ទាន់បាន lock វាទេគឺខ្ញុំអាច scroll ខ្ញុំអាចបិទវាបើកវាបានក៏ប៉ុន្តែនៅពេលដែលយើង lock ហើយយើងឡើងអាចបិទឡើងអាចបើកវាបានហើយដើម្បី lock កម្មវិធីហ្នឹងគឺយើងត្រូវចុចទៅលើប៊ូតុងបិទបើកនៃទូរស័ព្ទរបស់យើង3ដងវាលោតពាក្យ alert ពាក្យនៅខាងកណ្ដាលទូរស័ព្ទមិញហ្នឹងមកបានន័យថាយើងបាន lock វាហើយនេះពេលដែលបងប្អូន lock វាហើយគឺយើងឡើងអាចបិទបើកកម្មវិធីហ្នឹងបានហើយក្រៅពីម្ចាស់របស់យើងផ្ទាល់បើសិនជាយើងចុចចេញគឺអត់មានកន្លែងចុចចេញតែម្ដងគឺយើង lock ជាប់នៅហ្នឹងហើយចុចកន្លែងណាក៏អត់កើតដែរអញ្ចឹងនៅពេលដែលយើងយកទូរស័ព្ទទៅឲ្យមិត្តភក្តិរបស់យើងទៅឲ្យអីចាក់ចម្រៀងអីចឹងទៅយើងគ្រាន់តែ lock កម្មវិធីហ្នឹងទៅគេអាចចេញកើតទេគេបានត្រឹមតែប្រើប្រាស់កម្មវិធីហ្នឹងមួយគត់អញ្ចឹងតែប៉ុណ្្នឹងឯងរបៀបនៃការដោះវាចេញវិញគឺបងប្អូនចុចទៅលើប៊ូតុងបិទបើក3ដងដូចគ្នាអញ្ចឹងបងប្អូនចុចមក1 2 3កន្លែងនេះវានឹង scan រើមុខយើងហើយបើសិនជាអត់ឃើញ scan ទេយើងចុចវាម្ដងទៀតចុចតែបន្តតែវា load ឲ្យយើងវាយ passwordខ្ញុំសូមបញ្ជាក់នៅត្រង់កន្លែងដែលយើងត្រូវដោះវានេះបើសិនជាយើងអត់បានដាក់ចាក់សោ scan មុខ scan អីទេវាពេលដែលយើងចុចដោះវាទៅគឺវានឹងឲ្យយើងវាយ password ក៏ប៉ុន្តែបើសិនយើងបានចាក់សោ scan មុខទៅលើទូរស័ព្ទរបស់យើងពេលយើងចុចវា3ដងទៅវានឹង scan រើមុខយើងបើករណីដែលវា scan មុខយើងអត់ត្រូវវានឹងឲ្យយើងវាយ password បែបនេះអញ្ចឹងយើងគ្រាន់តែវាយ password យើងចូលមកគឺយើងបានវានឹងសួរយើងថាយើងចង់បញ្ចប់ឬក៏បន្តអញ្ចឹងយើងចុចពាក្យថា end មកដើម្បីបញ្ចប់ទេអញ្ចឹងគឺយើងបានដោះមុខងារនឹងចេញហើយអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជូនពរសំណាងល្អ